បាទជំរាបសួរលោកគ្រូទាំងអស់គ្នានេះគឺជាកម្មវិធីបូកបន្ទុកដែលខ្ញុំបានរៀបចំឡើងនិងធ្វើការអាប់ដេតបាទជារៀងរាល់ឆ្នាំដើម្បីឲ្យស្របទៅតាមតម្រូវការរបស់លោកគ្រូបន្ទុកថ្នាក់បាទហើយក្នុងនេះគឺយើងមានផ្នែកខាងឆ្វេងខាងលើនេះគឺយើងមានពណ៌ក្រហម2ហើយនៅខាងស្ដាំនេះមានពណ៌ក្រហម1ដែលជាកិច្ចការដែលលោកគ្រូត្រូវធ្វើមុនគេបាទសម្រាប់ពេលដែលលោកគ្រូទទួលបានកម្មវិធីបងទូនឹងទៅគឺត្រូវបំពេញឬក៏ចូលធ្វើកិច្ចការនៅក្នុងចំណុចទាំង3នេះមុនសិនបាទទី1គឺតារាងបន្ថែមមុខវិជ្ជាបើសិនជាលោកគ្រូឃើញថាមុខវិជ្ជាក្នុងនឹងខ្ញុំដាក់ជូននឹងខ្វះលោកគ្រូអាចវាបញ្ចូលបន្ថែមក្នុងតារាងមួយហ្នឹងឬក៏លើសលោកគ្រូអាចលុបចេញពីតារាងមួយហ្នឹងបានបាទហើយបន្ទាប់មកតារាងទី2ពណ៌ក្រហមនេះដែលគ្រូចាំបាច់ត្រូវធ្វើមុនគេដែរគឺបំពេញព័ត៌មានគ្រូបាទតើតើនឹងគ្រូបន្ទប់ថ្នាក់ព័ត៌មានគាត់ព័ត៌មាននាយកព័ត៌មានសាលាផ្សេងៗនៅក្នុងហ្នឹងបាទមានរួមទាំងការបរិច្ឆេទផងដែរហើយនៅក្នុងផ្នែកខាងស្ដាំដែលមានពណ៌ក្រហមមួយដែរនេះគឺដែលខ្ញុំដាក់លេខរៀងទី3មានថាជាកិច្ចការទី3ដែលគ្រូត្រូវធ្វើបន្ទាប់ពីតារាងទី2នេះបាទគ្រូត្រូវចូលបំពេញព័ត៌មានសិស្សទាំងអស់ដែលលោកគ្រូទទួលបន្ទុកថ្នាក់ហ្នឹងបាទគឺក្នុងថ្នាក់លោកគ្រូមានសិស្សប្រមាណនេះគ្រូត្រូវចូលបំពេញព័ត៌មានរបស់គាត់នៅក្នុងតារាងមួយនេះបន្ទាប់ពីចប់កិច្ចការទាំង3ហ្នឹងហើយគឺព័ត៌មានទាំងឡាយដែលគ្រូបានបំពេញទាំង3តារាងហ្នឹងនឹងចូលទៅក្នុងគ្រប់តារាងទាំងអស់បាទដែលមាននៅក្នុងកម្មវិធីនេះទាំងដងបាទដែលគ្រូឃើញមានច្រើននេះនៅខាងក្រោមនេះបាទគឺសុទ្ធតែជាតារាងដែលទាញទិន្នន័យមកពីតារាងទាំង3នេះឯងបាទពេលដែលលោកគ្រូបំពេញរួចលោកគ្រូខាងឆ្វេងដៃហ្នឹងលោកគ្រូនឹងទទួលបានតារាងចំនួន5បាទទី1គឺបញ្ជីឈ្មោះបញ្ឈរបញ្ជីឈ្មោះសិស្សតាមអាយុបញ្ជីឈ្មោះសិស្សខ្ចីសៀវភៅហើយបញ្ជីឈ្មោះសិស្សតាមភូមិបាទនិងបញ្ជីឈ្មោះសិស្សផ្ដេកហើយនឹងជាតារាងផ្ដេកហើយនឹងបញ្ជីបន្ទុកបាទបញ្ជីបន្ទុកដែលលោកគ្រូទៅធ្វើការបំពេញនៅពេលដែលលេខាឬក៏នាយកគាត់ធ្វើឲ្យយើងជួយចូលបំពេញទៅបន្ទុករបាយការណ៍ផ្សេងៗនឹងបាទហើយនឹងប្លង់តុកបាទចំណែកនៅខាងស្ដាំបាទនៅខាងស្ដាំនេះលោកគ្រូនឹងទទួលបានមានពាក្យសំច្បាប់វេនសម្អាតសិស្សដែលលោកគ្រូធ្វើការកំណត់នៅឈ្មោះវេនសម្អាតនឹងដោយស្វ័យប្រវត្តិតែម្ដងមានចែកប្រុសស្រីស្រេចគឺងាយស្រួលសម្រាប់គ្រូមិនចាំបាច់វាបញ្ចូលទេគ្រាន់តែធ្វើការកំណត់ឲ្យរត់ប្រុសស្រីនឹងទៅគឺនឹងរៀបចំក្នុងមួយក្រុមនោះស្មើមានចំនួនស្មើគ្នាប្រហែលគ្នាហើយនឹងចំនួនប្រុសស្រីនេះគឺស្មើគ្នាហើយខាងបន្ទាប់ពីហ្នឹងគឺយើងទទួលបានតារាងបញ្ជីសារពើភ័ណ្ឌរចនាសម្ព័ន្ធបទបញ្ជាផ្ទៃក្នុងកាលវិភាគហើយនឹងបានសម្គាល់ខ្លួនសិស្សបាទដែលយើងហៅថាកាតសិស្សឬក៏ផ្លាកស្លាកឈ្មោះសិស្សហ្នឹងបាទហើយនឹងខ្ញុំដាក់នៅនឹងឈ្មោះសិស្សដែលយើងអាចព្រីនយកទៅបិទទៅតាមតុកបានបាទហ្នឹងគឺសម្រាប់ខាងលើនេះកិច្ចការរដ្ឋបាលដើមឆ្នាំហ្នឹងបាទគឺយើងមានហើយសម្រាប់រាល់ខែបាទរាល់ខែឬក៏រាល់ឆមាសហ្នឹងខាងឆ្វេងដៃនេះគឺមួយប្លុកខាងឆ្វេងនេះគឺសំដៅទៅលើឆមាសទី1ហើយមួយប្លុកខាងស្ដាំនេះសំដៅទៅលើឆមាសទី2ហើយមួយប្លុកខាងក្រោមខាងឆ្វេងនេះគឺសំដៅទៅលើកិច្ចការប្រចាំឆមាសទី1ហើយនឹងកិច្ចការប្រចាំឆមាសទី2នៅកណ្ដាលនេះហើយនៅខាងស្ដាំនេះគឺកិច្ចការប្រចាំឆ្នាំដែលយើងគួរតែយល់ដឹងដែរបាទនៅក្នុងនេះក្នុងខែក្នុងឆមាសនីមួយៗយើងមានឈ្មោះខែនៅខាងលើនេះបាទឈ្មោះខែហើយសូមបញ្ជាក់ថាឈ្មោះខែនេះគឺលោកគ្រូអាចធ្វើការផ្លាស់ប្ដូរបានប្រសិនបើឆ្នាំណាដែលក្រសួងអប់រំយើងផ្លាស់ប្ដូរការបរិច្ឆេទឬក៏ផ្លាស់ប្ដូរពេលវេលានៅក្នុងការចូលកងឬក៏បើកវេសនការនោះគឺលោកគ្រូអាចធ្វើការផ្លាស់ប្ដូរខែទៅតាមការប្រែប្រួលនឹងបានដោយចូលទៅក្នុងតារាងបំពេញព័ត៌មានគ្រូនេះឯងបាទអញ្ចឹងកម្មវិធីនេះគឺលោកគ្រូអាចប្រើប្រាស់បានរហូតខ្ញុំបញ្ជាក់ក្នុងវីដេអូនេះតែម្ដងទៅគឺនៅពេលដែលលោកគ្រូជួយឧបត្ថម្ភខ្ញុំហើយគឺគ្រូអាចនឹងទទួលបានកម្មវិធីនេះប្រើប្រាស់បានជារៀងរហូតដោយមិនមានការកំណត់ឆ្នាំទេបាទកំណត់ឆ្នាំថាឆ្នាំក្រោយ
ផុតកំណត់ឬឆ្នាំ2ឆ្នាំផុតកំណត់3ឆ្នាំផុតកំណត់គឺអត់មានទេគឺលោកគ្រូអាចប្រើប្រាស់បានជារៀងរហូតបាទគ្រាន់តែខ្ញុំសូមឲ្យលោកគ្រូនឹងជួយឧបត្ថម្ភលើកទឹកចិត្តទេដូចជាធម្មតាយើងការរៀបចំធ្វើការរៀបចំធ្វើកម្មវិធីនឹងមួយគឺវាត្រូវការចំណាយពេលវេលាចំណាយការគិតកម្លាំងកាយចិត្តនៅក្នុងការរិះរោបនៅកន្លឹះឬក៏ល្បិចយ៉ាងម៉េចដើម្បីធ្វើឲ្យកម្មវិធីនឹងងាយស្រួលដល់លោកគ្រូក្នុងការប្រើប្រាស់ឬក៏សម្រួលដល់ការងារដែលជាគ្រូបន្ទុកថ្នាក់នឹងបាទអញ្ចឹងសម្រាប់ឆ្នាំទី1បាទសម្រាប់ឆ្នាំទី1នេះគឺយើងមាន1 2 3 4 5ខែហើយនឹងតារាងមួយទៀតនេះគឺនៅពេលខែណាដែលប្រឡងឈ្មោះលោកគ្រូឲ្យដាក់ក្នុងខែនេះបានអញ្ចឹងសរុបទៅបើយើងគិតទៅវាមាន6ខែបាទ5ខែបូកនឹង1ខែឈ្មោះទៀតគឺវាឡើង6ខែអញ្ចឹងបាទនឹងហើយតារាងប្រចាំឈ្មោះទី2នេះក៏មាន6ខែដូចគ្នាអញ្ចឹងចាប់ផ្ដើមពីឈ្មោះខែដំបូងនេះតែម្ដងគឺឈ្មោះខែវិច្ឆិកាឬក៏លោកគ្រូអាចផ្លាស់ប្ដូរបាក់ខែផ្សេងបានអត់អីទេប៉ុន្តែគឺតារាងយើងចាប់ផ្ដើមពីឈ្មោះខែនេះឯងបាទអញ្ចឹងតារាងទី1សម្រាប់ខែវិច្ឆិកាហ្នឹងគឺឈ្មោះខែវិច្ឆិកានេះយើងចុចឲ្យចំឈ្មោះខែវិច្ឆិកាហ្នឹងទៅគឺជាតារាងស្រង់ស្រង់វត្តមានសិស្សសម្រាប់ខែវិច្ឆិកាហ្នឹងបាទសម្រាប់គ្រូបឋមគាត់អាចធ្វើការឆែកវត្តមានឬក៏ស្រង់វត្តមានជារៀងរាល់ថ្ងៃបានគ្រូអនុគាត់អាចចម្លងមួយសប្តាហ៍ម្ដងចូលទៅក្នុងកម្មវិធីរបស់យើងតាមសៀវភៅស្រង់អវត្តមានរបស់សិស្សហ្នឹងឬក៏តាមវិធីសាស្ត្រលោកគ្រូផ្សេងៗគាត់ធ្វើការអាចវាបញ្ចូលរាល់ថ្ងៃឬក៏យ៉ាងណានឹងស្អាតទៅលើបច្ចេកទេសគ្រូបន្ទុកថ្នាក់ម្នាក់ប៉ុន្តែសូមបញ្ជាក់ថាទី1នេះឈ្មោះចុចឲ្យចំឈ្មោះខែវិច្ឆិកានោះមកគឺមានន័យថាជាតារាងយើងនឹងចូលទៅដល់តារាងស្រង់អវត្តមានខែវិច្ឆិកាបន្ទាប់មកយើងចុះមកក្រោមនេះគឺមានពណ៌ខៀវដែលដាក់ថាបន្ទុកនេះគឺមានថាតារាងស្រង់បន្ទុកសម្រាប់ខែវិច្ឆិកានឹងតែម្ដងហើយចុចចំកន្លែងចំណាត់ថ្នាក់នេះយើងលោកគ្រូនឹងចូលទៅដល់កន្លែងតារាងចំណាត់ថ្នាក់ដែលលោកគ្រូអាចធ្វើការ print និងបិទឲ្យសិស្សបានហើយតារាងចំណាត់ថ្នាក់នេះគឺមាន5បាទមាន5តារាងដែលលោកគ្រូអាចធ្វើជ្រើសរើសទៅអាចជ្រើសរើសទៅតាមចំនួនសិស្សបាទចំនួនសិស្សលោកគ្រូតិចច្រើនមិនជ្រើសរើសទៅឲ្យតារាងវាសមស្របសមរម្យកុំឲ្យវាមានចម្លោះទំនេរច្រើនអញ្ចឹងខ្ញុំបានរៀបចំជា5តារាងនៅក្នុងតារាងចំណាត់ថ្នាក់ហ្នឹងបន្តមកលោកគ្រូអាចមានតារាងកិត្តិយសបាទដែលយើងធ្វើការបិទជារៀងរាល់ខែនឹងដែរហើយនឹងខាងក្រោមនេះពណ៌ស្រៀងស្វាយនេះគឺជាតារាងតាមដានមានតាមដានសិស្សដែលពីដើមឡើយយើងប្រើជាសៀវភៅតាមដានបាទសៀវភៅតាមដានអញ្ចឹងតារាងតាមដានឬក៏សៀវភៅតាមដាននេះលោកគ្រូអាចធ្វើការ print បាទក្នុងមួយខែម្ដងនោះអាចធ្វើការ print ដោយមិនចាំបាច់លោកគ្រូធ្វើការសរសេរបញ្ចូលនៅក្នុងសៀវភៅដូចពីមុនទេហើយក្នុងនេះក៏មានមតិយោបល់គ្រូបន្ទុកថ្នាក់ឬក៏អាណាព្យាបាលក្នុងដែរអញ្ចឹងគ្រូអាចធ្វើការ print ហើយផ្ដល់ជូនទៅសិស្សឲ្យគាត់យកទៅបង្ហាញអាណាព្យាបាលរបស់គាត់បានតែម្ដងហើយចុះមកក្រោមនេះគឺបណ្ណសរសើរសាលាខ្លះគាត់អាចធ្វើបណ្ណសរសើរជូនសិស្សរាល់ខែគាត់អាចធ្វើការ print បណ្ណសរសើរខាងក្រោមនេះអញ្ចឹងរាល់ខែទាំងអស់គឺមានតារាងដូចខ្ញុំបានរៀបរាប់ជូននឹងបាទខែធ្នូក៏មានដូចគ្នាមករាកុម្ភៈក៏មានដូចគ្នាមីនាក៏មានដូចគ្នាហើយឆមាសពេលប្រឡងឆមាសហ្នឹងក៏មានដូចគ្នាបាទហ្នឹងសម្រាប់ឆមាសទី1ពេលប្រឡងឆមាសហ្នឹងយើងដាក់ខែណាដែលយើងប្រឡងឆមាសយើងស្រង់អវត្តមានចូលកន្លែងឆមាសទី1នេះហើយបន្ទុកដែលយើងប្រឡងឆមាសនៅខែណានេះយើងដាក់ក្នុងតារាងបន្ទុកកន្លែងនេះបន្ទាប់ពីចប់ពីនឹងមកយើងនឹងទទួលបានព័ត៌មានប្រចាំឆមាសទី1នេះគឺនៅខាងក្រោមនេះដូចគ្នាដែរគឺមានពណ៌ក្រហមពណ៌ខៀវពណ៌ខ្ញុំដាក់ពណ៌ហ្នឹងគឺមានដូចគ្នាមានបន្ទុកប្រចាំឆមាសមានអវត្តមានប្រចាំឆមាសមានឈប់ប្រមាណដងគឺយើងកម្មវិធីនឹងធ្វើការបូកយោងបាទរាល់ខែទាំងអស់ដើម្បីសរុបនៅមួយឆមាសទី1នេះម្ដងបាទអញ្ចឹងបាទហើយខាងនេះគឺបន្ទុករាល់ខែហ្នឹងធ្វើការបូកយោងមកយើងនឹងបានបន្ទុកប្រចាំខែប្រចាំឆមាសនៅកន្លែងនេះបាទអញ្ចឹងលោកគ្រូអាចធ្វើការសរុបមកជួរក្រោមនេះគឺសម្រាប់ប្រចាំឆមាសចេញជាលទ្ធផលប្រចាំឆមាសតែម្ដងបាទមានទាំងចំណាត់ថ្នាក់តារាងកិត្តិយសឬបណ្ណសរសើរដូចគ្នាប្រចាំឆមាសទី1ដូចគ្នាដែរហើយតារាងខាងស្ដាំគឺសម្រាប់ឆមាសទី2
ហើយលោកគ្រូអាចធ្វើការផ្លាស់ប្ដូរខែទៅតាមនឹងបានដូចលោកគ្រូកំប្រួយបារម្ភលោកគ្រូកំប្រួយបារម្ភថាក្រៃឡូបដូរខែឃើញខែក្នុងនេះអញ្ចឹងដល់ពេលយកទៅប្រើប្រាស់មិនត្រូវលោកគ្រូអាចធ្វើការផ្លាស់ប្ដូរបានដល់ពេលលោកគ្រូប្រើប្រាស់បាទអញ្ចឹងអាចផ្លាស់ប្ដូរឈ្មោះខែក្នុងនេះបានហើយក្នុងខែមួយនោះក៏មានដូចនៅក្នុងជំនាញទាំងមួយគ្នាបាទរហូតទៅដល់ចុងក្រោយនេះគឺពេលខែណាដែលលោកគ្រូប្រឡងជំនាញទី2លោកគ្រូស្រង់ចូលកន្លែងជំនាញទី2នេះបាទបន្ទុកជំនាញទី2នេះគឺលោកគ្រូស្រង់ចូលកន្លែងនឹងពេលប្រឡងជំនាញទី2ហើយនឹងខាងលើនេះគឺអវត្តមាននៅក្នុងខែដែលគ្រូប្រឡងជំនាញទី2ហ្នឹងគ្រូអាចវាយបញ្ចូលត្រង់នេះបាទហើយនឹងមានតារាងដូចគ្នាដែរសម្រាប់ជំនាញទី2មានតារាងចំណាត់ថ្នាក់កិត្តិយសតាមដានបានសរសើរដូចគ្នាបាទពេលដែលបំពេញជំនាញកិច្ចការជំនាញទី2នឹងពីខែមេសារហូតដល់ខែសីហានឹងចប់ហើយតន័យទាំងអស់នឹងទាញចូលទៅក្នុងប្រចាំជំនាញតែម្ដងនៅក្នុងខាងមុខនេះគឺខែសរុបខែទាំងប្រមាណបន្ទុកខែទាំងប្រមាណមធ្យមភាគខែទាំងប្រមាណហ្នឹងគឺបូកចូលនៅក្នុងខែឆ2នេះមានថាមធ្យមភាគខែប្រចាំជំនាញទី2ហើយនឹងធ្វើការសរុបចេញជាលទ្ធផលប្រចាំជំនាញទី2នៅជួរខាងក្រោមនេះបាទហើយខាងផ្នែកខាងក្រោមទាំងអស់នេះគឺជាលទ្ធផលដែលនឹងធ្វើការទាញយកទៅន័យដើម្បីចេញជាលទ្ធផលប្រចាំឆ្នាំបាទនៅជួរខាងក្រោមនេះបាទអញ្ចឹងនៅក្នុងកម្មវិធីយើងមានអ្វីកិច្ចការផ្សេងៗជាច្រើនដែលខ្ញុំបានរៀបរាប់ជូនហ្នឹងគឺមាននៅក្នុងនឹងឯងហើយចុងឆ្នាំហ្នឹងក៏យើងមានជាសិក្ខាការិកសម្រាប់យើងធ្វើការ print ឬក៏ចម្លងមើលទិន្នន័យចម្លងចូលទៅក្នុងសិភៅហ្នឹងគឺបានភាពងាយស្រួលបាទមានភាពងាយស្រួលក្នុងការគ្រូចម្លងចូលយើងគ្រាន់តែចុចឈ្មោះសិស្សឬក៏ចុចលេខរៀងសិស្សទៅគឺវានឹងលោតទិន្នន័យបន្ទុកទៅតាមមុខវិជ្ជាដោយលោកគ្រូមិនចាំបាច់ស្រង់មើលទៅក្នុងតារាងរួមទេបាទគឺយើងអាចមើលសិស្សម្ដងម្នាក់ហើយចម្លងចូលសិភៅឬក៏ print ជាกระดาษនឹងតែម្ដងបាទតាមឈ្មោះសិស្សនីមួយៗហើយនៅខាងក្រៅនេះខ្ញុំដាក់ពាក្យថានិទេសបាទពាក្យថានិទេសអញ្ចឹងនិទេសនេះក៏សំខាន់ដែរគឺលោកគ្រូអាចធ្វើការprint បាទ print និទេសនេះគឺជាពិសេសគឺសម្រាប់គ្រូដែលមានដែលសាលារបស់គាត់នឹងចូលគម្រោងជីបបាទអញ្ចឹងវាជាផែនការរបស់សិស្សដែលយើងត្រូវធ្វើបាទគ្រប់សិស្សទាំងអស់ត្រូវតែមានបន្ទុករបស់គាត់ចាប់ពីដើមឆ្នាំរហូតទៅដល់ចុងឆ្នាំអញ្ចឹងក្នុងនេះគឺវាទាញទិន្នន័យមកដាក់ជូនលោកគ្រូស្រេចហើយនឹងបង្ហាញនិទេសនឹងដោយស្វ័យប្រវត្តិតែម្ដងដោយលោកគ្រូមិនចាំបាច់អង្គុយកំណត់និទេសទេឧទាហរណ៍ថានៅដើមឆ្នាំគាត់ប្រឡងបាននិទេស F បាទធ្លាក់សម្រាប់មុខវិជ្ជាសរសេរតាមអានអញ្ចឹងនៅខែវិច្ឆិកាហ្នឹងមានថាជានិទេសកំណត់ដែលយើងកំណត់ឲ្យគាត់រៀនឲ្យបានហ្នឹងគឺឲ្យបាននិទេស E អញ្ចឹងនិទេសហ្នឹងគឺនឹងលោតឡើងដោយស្វ័យប្រវត្តិតែម្ដងដែលមិនចាំបាច់លោកគ្រូអង្គុយគិតថាសិស្សម្នាក់នេះទៅដាក់និទេសអីខែក្រោយនឹងទេអីខែគឺមិនបាច់ទេបាទគឺវានឹងលោតឡើងដោយស្វ័យប្រវត្តិតែម្ដងសម្រាប់និទេសហ្នឹងហើយតារាងនឹងដែរមាន2ប្រភេទតារាងមួយប្រភេទនេះគឺខាងក្រោមនេះមានអត្តលេខាគ្រូទុកថ្នាក់មានស្នាមមេដាព្យាបាលដើមឆ្នាំចុងឆ្នាំអីចឹងមកមានអត្តលេខាសិស្សដែលទទួលស្គាល់អំពីលទ្ធផលសិក្សារបស់ខ្លួនឯងហ្នឹងដែលជាកិច្ចសន្យាជាផែនការរៀនរបស់គាត់កន្លងមកពីដើមឆ្នាំរហូតដល់ចុងឆ្នាំហ្នឹងគឺសាលាគម្រោងជីពនេះគាត់ត្រូវតែធ្វើសម្រាប់និទេសដែលគាត់ទទួលបានសិស្សម្នាក់ហ្នឹងគឺសិស្សត្រូវតែដឹងឬក៏ត្រូវទទួលស្គាល់ដោយចុះហត្ថលេខានៅខាងក្រោមហ្នឹងហើយមានមួយប្រភេទទៀតបាទគឺនិទេសតារាងនិទេសដែរតែមានចុះហត្ថលេខាអរលខែតែម្ដងបាទនេះតាមសាលាខ្លះគាត់ប្រើបាទគឺហើយគ្រប់តារាងភាគច្រើនគឺខ្ញុំបានឲ្យដាក់រក្សាទុកជា PDF បានដែលគ្រូឲ្យធ្វើការ save ជា PDF អញ្ចឹងបាទនេះហើយយើងចូលទៅមើលតារាងដែលមានហត្ថលេខាទាំងអស់គ្នាបាទអញ្ចឹងតារាងហ្នឹងគឺតារាងនិទេសដដែលទេប៉ុន្តែក្នុងនេះគឺមានប្រឡោះកន្លែងដាក់ឈ្មោះគ្រូបាទតាមសាលាខ្លះគាត់កំណត់ឲ្យកំណត់ត្រូវធ្វើបែបហ្នឹងគឺអាចនឹងប្រើប្រាស់ទូទាំងគ្រប់សាលាទាំងអស់ដែលត្រូវមានគម្រោងជីពហ្នឹងអាចនឹងធ្វើបែបហ្នឹងគឺមានគ្រូបន្ទុកថ្នាក់សំទោសគឺគ្រូមុខវិជ្ជាបាទគ្រូមុខវិជ្ជាទាំងអស់ហ្នឹងនៅខាងឆ្វេងនេះហើយបន្ទាប់មកមុខវិជ្ជារបស់គាត់
ហើយនឹងបន្ទុករបស់សិស្សដើមឆ្នាំដែលធ្វើតេស្តដើមឆ្នាំហ្នឹងហើយនិទេសដើមឆ្នាំហ្នឹងតើនិទេសនៅខែផែនការដែលជាផែនការហ្នឹងយើងត្រូវឲ្យគាត់បាននិទេសអ្វីនៅខែវិច្ឆិកាហ្នឹងដោយសារដើមឆ្នាំគាត់បាននិទេស F ឬក៏ D ហ្នឹងសិលធម៌ D ហើយភាសាខ្មែរ F ហ្នឹងតើនៅខែនៅចុងខែវិច្ឆិកាហ្នឹងយើងផែនការរបស់យើងឲ្យគាត់បាននិទេសអីអញ្ចឹងយើងនិទេសនេះនឹងលោតឲ្យស្វ័យប្រវត្តិតែម្ដងបាទឧទាហរណ៍ថាបើគាត់បាននិទេស B អញ្ចឹងនៅក្នុងខែវិច្ឆិកាហ្នឹងគាត់ត្រូវទទួលបាននិទេស A បាទនេះជាអ្វីដែលខ្ញុំបានដាក់បន្ថែមនៅក្នុងកម្មវិធីបូកបន្ទុកហ្នឹងបាទហើយសម្រួលដល់ការងារថ្មីដែលលោកគ្រូគាត់ត្រូវការបាទសម្រាប់លោកគ្រូដែលសាលាដែលមានគម្រោងជីពបាទគឺកិច្ចការច្រើនបាទកិច្ចការច្រើនអញ្ចឹងខ្ញុំព្យាយាមធ្វើយ៉ាងណាអាចសម្រួលបាទដល់ការងារទាំងអស់ហ្នឹងបាទអញ្ចឹងសម្រាប់ចុងក្រោយនេះខ្ញុំសូមថ្លែងអំណរគុណបាទដល់លោកគ្រូទាំងអស់ដែលបានជួយឧបត្ថម្ភគ្រប់គ្រងបាទជួយឧបត្ថម្ភគ្រប់គ្រងកន្លងមកដល់រូបខ្ញុំហើយការឧបត្ថម្ភរបស់លោកគ្រូនឹងឯងគឺជាការលើកទឹកចិត្តបាទជាជំនួយជាការជួយជាការលើកទឹកចិត្តដល់ខ្ញុំបាទក្នុងការរៀបចំធ្វើកម្មវិធីហ្នឹងក៏ដូចជារៀបរិះរោបចំណុចផ្សេងៗដែលអាចធ្វើការកែប្រែដើម្បីសម្រួលទៅដល់កិច្ចការងារគ្រូបន្ទប់ថ្នាក់បាទដល់លោកគ្រូទាំងអស់គ្នានឹងឯងបាទអញ្ចឹងសូមអរគុណនិងសូមបញ្ចប់តែប៉ុណ្ណេះសម្រាប់វីដេអូនេះបាទ